មន្ត្រីក្រសួងបរិស្ថានក្រសួងទេសចរនិងអភិបាលខេត្តកំពង់ស្ពឺចុះពិនិត្យដោយផ្ទាល់លើភ្នំខ្នងផ្សារដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតងតបតាមប្រសាសន៍ណែនាំសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញធ្វើដំណើរកំសាន្តលើភ្នំខ្នងផ្សារនៅថ្ងៃទី13ខែមិនិនាឆ្នាំ2025នេះអធិការបណ្ឌិតអាងសុផលឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានអាយុដំហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរអាយុដំជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺនិងក្រសួងស្ថាប័នពាក់ព័ន្ធបានចុះពិនិត្យដោយផ្ទាល់លើតំបន់ភ្នំខ្នងផ្សារក្នុងជួរឧទ្យានជាតិភ្នំក្រវាញដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតងស្របតាមគោលបំណងសំខាន់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺដើម្បីជំរុញឲ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានក៏ដូចជាការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្រុមការងារពិសេសបានសហការអភិរក្សនិងថែរក្សាតំបន់ទេសចរខ្នងផ្សារខ្នងសំពៅនៃឧទ្យានជាតិភ្នំក្រវាញឲ្យបានល្អសម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រដូចជាផ្លូវបន្ទប់ទឹកកន្លែងលក់អាហារកន្លែងសង្គ្រោះបន្ទាន់ទៅតាមស្តង់ដារនិងទុកជាប្រយោជន៍ជូនសហគមន៍ដើម្បីធ្វើឲ្យប្រសើរឡើងនៅការផ្តល់សេវាជូនទេសចរដែលមកកំសាន្តនៅទីនេះសិក្សាធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធផ្គត់ផ្គង់ទឹកទៅលើតំបន់ភ្នំខ្នងផ្សារក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជើងភ្នំផងដែរគម្រោងអភិវឌ្ឍដើម្បីជំរុញទេសចរធម្មជាតិនៅតំបន់នោះឲ្យកាន់តែប្រសើរឡើងក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្តល់សេវាទេសចរផងដែរទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះសូមបញ្ជាក់ថាភ្នំខ្នងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយមានទីតាំងប្រសពមុំ3ដែលផ្សារភ្ជាប់ខេត្តចំនួន3គឺកំពង់ស្ពឺកោះកុងនិងពោធិ៍សាត់នៅទីនេះគឺជាតំបន់មួយដែលសម្បូរទៅដោយព្រៃឈើក្រាស់ជ្រលងភ្នំខ្ពស់ៗវាលស្រស់ដ៏ស្រស់ស្អាតនិងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទវាមានកម្ពស់ប្រហែល1017ម៉ែត្រដែលអាចមើលឃើញទេសភាពបាន360ដឺក្រេដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដើរភ្នំខ្នងផ្សារមានទេសភាពស្អាតគ្រប់រដូវកាលដែលមានចម្ងាយប្រមាណ165គីឡូម៉ែត្រពីរាជធានីភ្នំពេញនៅទីនេះកន្លងមកមានសហគមន៍ទេសចរខ្នងផ្សារដែលមានសេវាកម្មសម្រាប់ផ្តល់ជូនភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត